ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបើក្បាលវីដេអូឡើងឃើញខ្ញុំបេះស្លឹកក្រូចសើចនេះទៀតហើយផ្ទះរបស់ខ្ញុំគឺធ្វើម្ហូបអីក៏ត្រូវការស្លឹកក្រូចសើចដែរគឺចាស់មែនតែនហើយថ្ងៃហ្នឹងគឺខ្ញុំបានឆាមីសួរដោយសារតែយាយគាត់ចូលចិត្តភាសាហើយយាយភាសាអីអត់បានអញ្ចឹងទៅក៏នឹកឃើញថាឆាមីសួរអីគាត់ហើយចំពោះសាច់គឺចូលចិត្តចិញ្ច្រាំបែបហ្នឹងហើយនេះគឺជាតិចកណ្ដាលដែលដោះនៅជុំវិញផ្ទះលើឈើដែលពុកហើយឃើញល្អក៏គាត់បេះយកមកហាដើម្បីទុកស្លហើយចំពោះការឆាមីសួរគឺខ្ញុំចូលចិត្តខ្ទឹមប្រាំងបែបហ្នឹងចំពោះបងប្អូនធ្លាប់ចិត្តបែបណាជួយ comment ប្រាប់ខាងក្រោមផងហើយចំពោះមីសួរហើយមីតាំងហុនហើយអីហ្នឹងគឺខ្ញុំអត់ដឹងថាតើគេហៅមួយណាឲ្យត្រូវទេសម្រាប់ខ្ញុំហៅមីសួរហើយសម្រាប់បងប្អូនខ្លះទៀតគឺគាត់ហៅតាំងហុនអញ្ចឹងខ្ញុំអត់ដឹងថាហៅមួយណាត្រូវមួយណាខុសហើយចំពោះមីសួរនេះគឺជាមីសួររបស់ជប៉ុនអញ្ចឹងវាមានធ្វើពីបន្លែហើយចំពោះសាច់ដែលខ្ញុំបានចិញ្ច្រាំហើយគឺខ្ញុំយកមកស្រុះជាមួយនឹងទឹកក្តៅមានស្លឹកក្រូចសើចហើយនិងរំដេងដើម្បីកាត់ក្លិនមិនល្អចេញហើយគ្រឿងផ្សំគឺមានផ្សិតកតល់ជាមួយនឹងយូហឺដែលបានចិញ្ច្រាំឲ្យម៉ត់ខ្ទឹមស្លឹកខ្ទឹមហើយនិងមីសួរនេះឯងជាមួយនឹងហ៊ូគីដែលបានត្រាំទឹកហើយកាត់ជាកង់ចំពោះមីសួរដែលបានត្រាំទឹកហើយគឺខ្ញុំយកមកច្របាច់ជាមួយនឹងគ្រឿងឲ្យហើយគឺមានខ្ទឹមមានអំបិលមានស្ករម្រេចប៊ីចេងទឹកត្រីបន្តិចដើម្បីឲ្យចូលជាតិហើយពេលច្រវល់អញ្ចឹងហើយគឺទុកចោលរយៈពេលប្រហែលជា10នាទីដើម្បីឲ្យចូលជាតិអញ្ចឹងខ្ញុំក៏បានយកពេលហ្នឹងមកបតាខ្ទឹមលីងជាមួយនឹងសាច់ឲ្យហើយដើម្បីឲ្យសាច់របស់យើងនឹងកាន់តែឈ្ងុយហើយនៅក្នុងការលីងហ្នឹងគឺត្រូវបន្ថែមជាមួយនឹងយូហឺចិញ្ច្រាំដែរតែដោយសារតែខ្ញុំភ្លេចអញ្ចឹងក៏បានដាក់នៅពាក់កណ្ដាលណាបងប្អូនហើយក៏ថែមជាមួយនឹងបង្គាខ្លះដែរដោយសារតែយាយគាត់ចូលចិត្តបង្គាអញ្ចឹងក៏ឆាជាមួយនឹងសាច់ហើយបង្គាឆាម្លែកទៀតដើម្បីឲ្យឈ្ងុយហើយបានដាក់ចូលជាមួយគ្នាហើយបន្ថែមជាមួយនឹងគ្រឿងទៅតាមបងប្អូនចូលចិត្តដាក់ស្ករប៊ីចេងម្រេចតិចទៅបានហើយដោយសារតែចំពោះមីសួរគឺយើងបានបន្ថែមគ្រឿងហើយអញ្ចឹងគឺយើងដាក់មកល្មមដើម្បីកុំឲ្យវាមានរសជាតិដិតពេកហើយបន្ថែមជាមួយនឹងប្រេងខ្យងបន្ទាប់មកគឺដាក់បន្លែទៅតាមចំណង់ចំណូលចិត្តមកហើយឆាត្រឡប់វាពី3ត្រឡប់ហើយជាការស្រេចនេះគឺជាយូហឺដែលបានចិញ្ច្រាំហើយគឺឡបានពាក់កណ្ដាលហើយបានផ្លិចក៏ពិតគឺត្រូវដាក់ដូចខ្ញុំប្រាប់អញ្ចឹងគឺឆាជាមួយសាច់ឲ្យឈ្ងុយហើយបន្ទាប់មកគឺថែមជាមួយនឹងមីសួរដោយសារតែបន្លែគឺបានឆ្អិនហើយឆាត្រឡប់មីសួរនឹងឲ្យធ្វើម៉េចឲ្យទន់ឲ្យឆ្ងាញ់ឲ្យទន់ឆ្ងាញ់ហើយចុងក្រោយថែមជាមួយនឹងស្លឹកខ្ទឹមអរគុណពុកម៉ែបងប្អូនសម្រាប់ការពេញចិត្តនិងតាមដានទស្សនាវីដេអូរបស់នាងខ្ញុំបើពេញចិត្តសូមជួយចុច like subscribe share follow ម្នាក់មួយផងអរគុណជម្រាបលា